ជាបឋមនាងខ្ញុំសូមជម្រាបសួរលោកគ្រូនិងសួស្តីដល់មិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះស៊ីឌីណាជានិស្សិតមកពីសាកលវិទ្យាល័យ South East Asia នៃជំនាញព័ត៌មានវិទ្យាឆ្នាំទី1ថ្ងៃនេះដែរនាងខ្ញុំមកបកស្រាយនៅមុខវិជ្ជា Programming ដែលបង្រៀនដោយលោកគ្រូតាតប៊ុនសៀងស្រាវជ្រាវដោយក្រុមនិស្សិតចំនួន5នាក់ដែលមានដូចជាយប់ស្រីឡឹងវឿតស៊ីមរៀបសួនសុខជាតិច័ន្ទមករានិងនាងខ្ញុំឈ្មោះស៊ីលីណាជាកិច្ចបន្ទាប់យើងខ្ញុំសូមចូលដល់ចំណុចលេខ1ដែលជាសេចក្តីផ្ដើមរបស់ប្រធានបទទី4ការសរសេរនិងបង្កើតកូដចាប់ឆ្នោតតាមលេខទូរស័ព្ទរបស់អតិថិជនដែលបានផ្ញើសារមកដែលមានសមត្ថភាពដូចខាងក្រោមបញ្ចូលលេខទូរស័ព្ទដែលបានផ្ញើសារមករាប់ចំនួនដងនៃការផ្ញើសារមករបស់លេខនីមួយៗចាប់ឆ្នោតជ្រើសរើសរង្វាន់អ្នកទី1ឈ្នះឡាន1រង្វាន់ទី2ម៉ូតូ2រង្វាន់និងរង្វាន់ទី3 iPhone 14 Pro Max 3រង្វាន់អាចកំណត់ថាឲ្យអ្នកឈ្នះដោយចៃដន្យឬស្វ័យប្រវត្តិឬអ្នកដែលផ្ញើសារច្រើនជាងគេឬឈ្នះដោយកំណត់ស្រាប់តែម្ដងប៉ុន្តែចំណុចរបស់ក្រុមនាងខ្ញុំគឺជ្រើសរើសយកការ random ដើម្បីចាប់យកអ្នកឈ្នះហើយមួយទៀតគឺអ្នកដែលឈ្នះរង្វាន់មួយហើយមិនអាចឈ្នះរង្វាន់ម្ដងទៀតបានទេក្នុងប្រធានបទនេះដែរគឺមានន័យថាបើសិនជាយើងអ្នកលេខដែលអ្នកចាប់ឆ្នោតនឹងគាត់បានឈ្នះម្ដងទៀតហើយគឺគាត់ត្រូវលុបឈ្មោះចេញពី list របស់យើងព្រោះអីគាត់បានឈ្នះរង្វាន់រួចម្ដងហើយនេះគឺជា rule ដែលលោកគ្រូបានដាក់ឲ្យយើង follow ដើម្បីធ្វើនៅប្រធានបទទាំង4នេះហើយអ្នកទាំងអស់គ្នាក៏អាចមើលបានដែរជំរាបសួរលោកគ្រូជំរាបសួរមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះសុនសុជាតិជាសមាជិកនៅក្នុងក្រុមទី4ខ្ញុំសូមឡើងមកបកស្រាយចំណុចបន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំអញ្ចឹងខ្ញុំនឹងបកស្រាយតាក់ទងទៅនឹងកូដរបស់ពួកយើងចំណុចចាប់ផ្ដើមរបស់កូដរបស់ពួកយើងត្រូវសរសេរអ្នកទាំងអស់គ្នាអាចមើលនៅលើសញ្ញាព្រួយខ្ញុំបានអញ្ចឹងយើងអាចសរសេរសញ្ញាត្រង់ជ្រុក include iOS stream នឹងគឺជា include iOS stream នឹងគឺយើងប្រើប្រាស់វាព្រោះអីវាជាឈ្មោះរបស់ library របស់កូដរបស់យើងអញ្ចឹងមានន័យថាបើសិនជាយើងអត់សរសេរកូដហ្នឹងទេអញ្ចឹងយើងអាចហៅkeyword ឬក៏កូដណាមួយនៅក្នុង library នឹងយកមកប្រើទេអញ្ចឹងមុននឹងចូលដល់ការសរសេរកូដគឺយើងត្រូវសរសេរ include iOS stream សិនហើយមួយទៀតដោយសារនៅក្នុងកូដរបស់យើងគឺយើងមានប្រើកូដផ្សេងទៀតគឺយើងអត់បានយកកូដមកត្រឹមតែពី include iOS stream ហ្នឹងទេគឺយើងមានកូដផ្សេងទៀតដែលយើងយកមកប្រើនៅក្នុងលំហាត់របស់យើងជាទូទៅយើងមិនមែនប្រើ library include iOS stream តែមួយទេដោយសារជាទូទៅគឺយើងប្រើប្រាស់កូដរបស់យើងដើម្បីបង្កើតកម្មវិធី random ចាប់រង្វាន់អញ្ចឹងដើម្បីយើងធ្វើការ random បានគឺយើងត្រូវការហៅ keyword ចេញពី library នេះដូចគ្នាអញ្ចឹងយើងប្រើប្រាស់ library include stdlib.h ហ្នឹងគឺយើងប្រើប្រាស់ដើម្បីហៅ keyword as random ហ្នឹងយកវាមក random ចាប់រង្វាន់ហើយបន្ទាប់មកទៀតកន្លែងនេះយើងមាន include ctime អញ្ចឹង include ctime ហ្នឹងគឺយើងយក keyword ចេញពី library របស់ include ctime ហ្នឹងដើម្បីយកមករាប់ចំនួនដងនៃលេខទូរស័ព្ទរបស់អ្នកដែលចូលចាប់រង្វាន់ឧទាហរណ៍ថាគាត់ចាប់រង្វាន់ដោយសារកន្លែងនេះយើងមានលេខទូរស័ព្ទច្រើនអញ្ចឹងយើងកំណត់9ជាទៅយើងកំណត់រហូតដល់1000នាក់ប៉ុន្តែកន្លែងនេះមានតែ9នាក់ទេដែលគាត់ចូលមកលេងតមកចឹងមានន័យថាគាត់ប្រើលេខទូរស័ព្ទគាត់ដើម្បីចាប់រង្វាន់ចឹងនៅពេលដែលគាត់ចាប់ម្ដងយើងរត់ចំនួនម្ដងចាប់2ដងយើងរាប់ម្ដងទៀតចាប់ម្ដងទៀតយើងរាប់ម្ដងទៀតចឹងវាឡើងចំនួន3ដងចឹងចំនួនដងហ្នឹងហើយដែលយើងប្រើប្រាស់keyword ដែលចេញពី library របស់ ctime ហ្នឹងដើម្បីរាប់ចំនួនដងរបស់វាអូខេបន្តមកទៀតគឺយើងចូលមកដល់កន្លែងusing namespace std អញ្ចឹងកន្លែង using namespace std គឺយើងប្រើប្រាស់វាដើម្បីសរសេរកូដឲ្យត្រូវទៅនឹង standard បើសិនជាយើងសរសេរអត់ត្រូវទៅនឹង standard កូដរបស់គេទេអញ្ចឹងយើង run អត់ចេញទេតមកទៀតយើងចូលមកដល់ void វាគឺជាពាក្យមួយដែលយើងប្រើប្រាស់វានៅពីមុខ function ណាមួយដើម្បីឲ្យតម្លៃដែលយើងបញ្ចូលហ្នឹងវាអត់បញ្ជូនតម្លៃមកម្ដងហើយម្ដងទៀតអញ្ចឹងវាបញ្ចេញតែម្ដងគឺម្ដងហ្នឹងឯងតមកយើងប្រើប្រាស់ print item ដើម្បីយើងប្រើប្រាស់ដើម្បី see out វាដើម្បី see out លេខរៀង
លេខទូរស័ព្ទនេះកន្លែង phone នេះហើយនឹង quantity របស់យើង QTY ហ្នឹងគឺវាជំនួសឲ្យពាក្យ quantity អញ្ចឹងនៅពេលដែលយើងប្រើ print item មានន័យថាវានឹង see out item ទាំងអស់នឹងចេញមកអញ្ចឹងកន្លែងនេះនៅក្នុងវងកញ្ចក់នេះគឺយើងកំណត់តម្លៃរបស់វាអញ្ចឹងមានន័យថា in ដោយសារវាជាប្រភេទdata type ចំនួនកុដអញ្ចឹងហើយបើយើងប្រើប្រាស់វាតាំងដោយកន្លែងនេះជំនួសឲ្យចំនួនកុដដូចជាលេខរៀងបន្ទាប់មកកន្លែងនេះយើងប្រើ string ដោយសារអីដោយសារទិន្នន័យវាជាលេខទូរស័ព្ទអញ្ចឹង string យើងអាចជាទូទៅគឺយើងប្រើបានទៅជាមួយអក្សរទេប៉ុន្តែយើងក៏អាចប្រើបានជាមួយលេខទូរស័ព្ទដូចគ្នាប៉ុន្តែយើងត្រូវសរសេរលេខទូរស័ព្ទហ្នឹងនៅក្នុងវងកញ្ចក់នេះដូចកន្លែងនេះsorry នៅក្នុងវងកញ្ចក់នៅក្នុងសញ្ញាថ្មីកណ្ដោ2អូខេអញ្ចឹងមានន័យថាវាមានតម្លៃស្មើនឹងអក្សរដូចគ្នាអញ្ចឹងនៅពេលដែលយើង see out មកវានឹង see out ចេញលេខទូរស័ព្ទអូខេអញ្ចឹងបានកន្លែងនេះយើងប្រើប្រាស់ string ហើយនឹងអីគេphone លេខទូរស័ព្ទរបស់យើងតោះមកបើយើងចូលមកកន្លែងនេះ in ហ្នឹងដោយសារ QTY របស់យើងវាជាចំនួនលេខកុដដែរអញ្ចឹងបើយើងតាំង keyword របស់ in ហ្នឹងជាមួយនឹងQTY របស់យើងអូខេបន្ទាប់មកទៀតយើងចាប់ផ្ដើមចូលមកដល់កន្លែងនេះ enter in main អញ្ចឹង in main មានន័យថាវាមានតួនាទីក្នុងការ run code អានកូដរបស់យើងដែលយើងទៅសេនៅក្នុងចន្លោះ in នេះ in main នេះរហូតដល់ return 0ដែលយើងតែងតែ return 0អញ្ចឹងចន្លោះរវាង in main ហើយនិង return 0យើងទៅសេកូដនៅចំកណ្ដាលវាអញ្ចឹងគ្រប់កូដដែលយើងទៅសេនៅចំកណ្ដាល in main ហ្នឹងមានន័យថាវានឹង run វានឹងអានដើម្បីឲ្យចេញជាអីមួយអញ្ចឹងដូចយើងនៅក្នុងលំហាត់នេះគឺយើងនិយាយអំពីកូដដែលយើងសរសេរដើម្បី random កម្មវិធីចាប់រង្វាន់តាមលេខទូរស័ព្ទមួយអញ្ចឹងក៏យើងទៅសេកូដរបស់យើងនៅក្នុងចន្លោះរវាងអានឹងឯងថ្ងៃនេះយើងនឹងចូលទៅចំណុចបន្តគឺ elif ដែល opt ស្មើ2ហើយយើងដាក់ system cls ដើម្បី clear screen ខាងលើហើយយើងចង់ string p ហើយយើងដាក់ do ឲ្យវាដើម្បីឲ្យយើង see out យើងដាក់ do ឲ្យវាហើយយើង see out មក this is mistake from ហើយយើងដាក់ cin p ដើម្បីយើងបញ្ចូលលេខទូរស័ព្ទដែលបានផ្ញើសារបន្ទាប់មកយើងដាក់ if ឲ្យវា p.length យើងដាក់ដើម្បីឲ្យវារាប់ចំនួនលេខបើសិនជាលេខទូរស័ព្ទដែលបញ្ចូលមានចំនួនតិចជាង9តូចជាង9ខ្ទង់យើងនឹងបង្ហាញ see out ឲ្យវាដើម្បីយើងបញ្ជាក់ប្រាប់អ្នកបញ្ចូលលេខថាលេខដែលបញ្ចូលនោះវាតិចជាង9ខ្ទង់ដូច្នេះត្រូវបញ្ចូលម្ដងទៀតដោយវារុញមកវ៉ាល់ខាងក្រោមដើម្បីបញ្ជាក់ថា p ដែលយើងបញ្ចូលនោះគឺវារឹបបានតិចជាង9ហើយវាវិលទៅដួលម្ដងទៀតដើម្បីយើងបញ្ចូលលេខម្ដងទៀតព្រោះថាតែយើងបញ្ចូលត្រូវទើបវាដើរមកខាងក្រោមដោយយើងចង bool ផាន់ស្មើ false យើងដាក់ for int ស្មើ0ហើយ i ទូជាង total តមក i បូកហើយយើងដាក់ if phone i នេះគឺជា array មួយពីលើដែលយើងចងបើសិនជា phone i array នេះស្មើនឹង p នោះ QTY នៃ i វានឹងឡើងមួយលេខបើសិនជាលេខទូរស័ព្ទយើងបញ្ចូលស្រាប់មានពីមុនមានថា phone i នេះស្មើនឹង PPP មានថាវារក p នោះវារកឃើញមកពីលើនោះយើងនឹងបង្កើនតម្លៃឲ្យវាមួយបន្ថែមទៀតមានថាវាមានរួចហើយបញ្ជាក់ font ថាត្រូវតែពុកវាបញ្ចប់ត្រឹម break តែបើសិនបើវាអត់ត្រូវទេវានឹង model if ខាងនេះដែលបញ្ជាក់ថា font នេះគឺដោយសារមកលើយើងដាក់តែខុសនោះវានៅថ្ងៃនេះគឺវានឹងត្រូវដោយសារយើងដាក់តែ min font វានឹងត្រូវហើយបើវាដើរមកបញ្ជាក់ថាលេខនេះគឺជាលេខថ្មីវានឹងបញ្ចូលលេខមួយទៀតដោយសារនឹងនេះន័យថានេះពិតនឹងមិននឹងពិតគឺវាពិតបន្ទាប់មក total font total មានន័យថាយើងនឹងបង្កើតលេខថ្មីមកហើយ QTY វានឹងកើន1ហើយ total បូកវានឹងបង្កើតលេខថ្មីនៅពេលដែលវាជួបលេខថ្មីវានឹងបង្កើតលេខមួយទៀតហើយតម្លៃថ្មីចាប់ទៅត្រឹមនេះសូមអរគុណ
ជ្រាបសួរអ្នកទាំងអស់គ្នាខ្ញុំនឹងបកស្រាយបន្តប្រសិនបើគេជ្រើសរើសយក option ទី3 ចឹងនៅពេលដែលគេជ្រើសរើសយក option ទី3យើងត្រូវបង្ហាញឲ្យគេឃើញថាបើសិនជាគេយកលេខ1អញ្ចឹងមានន័យថាគេចង់ចាប់រង្វាន់យកឡានអញ្ចឹងកំណត់អ្នកឈ្នះម្នាក់បើគេយកលេខ2មានន័យថាគេចង់ចាប់រង្វាន់យកម៉ូតូអញ្ចឹងឲ្យឈ្នះ2នាក់បើគេយកលេខ3គេចង់ចាប់រង្វាន់យកiPhone 17 Pro Max អញ្ចឹងយើងកំណត់ឲ្យគេឈ្នះ3នាក់តមកដើម្បីឲ្យគេអាចបញ្ចូលលេខ1 2 3 0នេះបានគឺយើងត្រង់បទទី76យើងសេ select price option បន្ទាប់មកយើងឲ្យគេបញ្ចូលលេខដោយយើងដាក់ CN sub option បន្ទាប់មកទៀតនៅពេលដែលយើងដើម្បីកំណត់ឲ្យគេត្រូវរង្វាន់បានគឺក្រុមខ្ញុំប្រើរូបមន្ត random អញ្ចឹងនៅពេលដែលគេចុចលេខ1នោះកូដនេះនឹង random ចាប់អ្នកបានរង្វាន់ឡានតែម្នាក់ទេអញ្ចឹងយើងប្រើរូបមន្តយើងតាំងអថេin winner index ស្មើ rand bằngកញ្ចក់ភាគរយ total ដក0បូក1បូក0នេះជារូបមន្តរបស់random កន្លែង total នេះគឺយើងដាក់លេខដែលវាធំបំផុតឧទាហរណ៍យើងមានលេខទូរស័ព្ទអ្នកដែលបញ្ចូលលេខទូរស័ព្ទមានចំនួន5នាក់អញ្ចឹងកន្លែង total ហ្នឹងត្រូវលេខ5ហើយដល់ពេលលេខ0ហ្នឹងគឺជាលេខដែលវាតូចបំផុតបន្ទាប់មកនៅពេលដែល random ឧទាហរណ៍ random ប៉ះលេខ1អញ្ចឹង winner index ហ្នឹងស្មើ1ហើយកន្លែង phone នេះគឺគ្នាបហើយលេខ1អញ្ចឹងមានន័យថាអ្នកដែលមានលេខទូរស័ព្ទនៅត្រង់ array លេខ1គិតជាអ្នកឈ្នះឡានបន្ទាប់មកទៀតនៅពេលដែលគេបញ្ចូលលេខ2នោះមានន័យថាយើងមានន័យថាគេចង់ចាប់យករង្វាន់ម៉ូតូអញ្ចឹងកំណត់អ្នកឈ្នះ2នាក់អញ្ចឹងមានន័យថាយើង random តែ2ទេចាំបើយើងប្រើ for loop i ស្មើ0 i តូចជាង2 i បូកមានន័យថាយើង i ស្មើ0វា random ម្ដង i ស្មើ1 random ម្ដងកន្លែងនេះដូចខ្ញុំបញ្យល់ខាងលើដែរហើយកន្លែងទី3នេះនៅពេលដែលគេចាប់គេបញ្ចូលលេខ3អញ្ចឹងមានន័យថាគេចង់ចាប់រង្វាន់យក iPhone 17 Pro អញ្ចឹងយើងឲ្យវា random 3ដងគឺ i ស្មើ0ម្ដង i ស្មើ1ម្ដង2ម្ដងហើយទាំងអស់នេះវាអត់ random ដដែលទេដោយសារតែយើងប្រើ SRAM អញ្ចឹង SRAM ហ្នឹងវាធ្វើឲ្យពេលដែលយើង random ហ្នឹងវាអត់បានលេខដដែលទេនៅពេលដែលយើងបិទកម្មវិធីឬក៏ពេលដែលយើង random ឧទាហរណ៍យើង random 2ដងឬក៏យើងបិទកម្មវិធី2ដងអញ្ចឹងមានន័យថាវាខុសគ្នាទាំង2ដងចឹងចូលដល់វេនខ្ញុំគឺវគ្គបង្ហាញលទ្ធផលអញ្ចឹងយើងចូល compare run មកវាមានឲ្យដូចទី1ហ្នឹងចាំខ្ញុំសាក់ពេញឲ្យទី1ចេញមកគឺវាបង្ហាញថាលេខទូរស័ព្ទណាគេបានពេញខ្លះដូចលេខទូរស័ព្ទទី1ហ្នឹងគាត់ពេញបាន3ដងដូចថាគាត់ផ្ញើសារជាលេខចាប់ឆ្នោតហ្នឹងចំនួន3ដងលេខទី2 6ដងលេខទី3ហ្នឹងគាត់ផ្ញើមកតែ8ដងទេហើយលេខទី1ហ្នឹងតែម្ដងចំណុចទី2វិញគឺ receive mistake ហ្នឹងដូចយើងបញ្ចូលលេខទូរស័ព្ទចឹងខ្ញុំសាករានឲ្យមើលយើងវាយលេខ2ចូលមក enter ខ្ញុំវាយលេខទូរស័ព្ទចូល099 45 26 89តែ rule នៅក្នុងលំហាត់យើងគឺគាត់ឲ្យយើងput number ហ្នឹងចាប់ពី10ទៅដូចថា10ខ្ទង់បានវា load ឲ្យបើអត់គ្រប់10ទេដូចលេខទូរស័ព្ទដែលខ្ញុំដាក់ហ្នឹងវាមានតែ9ខ្ទង់គេដាក់ថា phone number must be digits អញ្ចឹងហើយយើងត្រូវពេញលេខទូរស័ព្ទឲ្យគ្រប់10ខ្ទង់099 45 26 89អញ្ចឹងខ្ញុំសាក enter មកហ្នឹងហើយឃើញវា load អត់ receive from លេខទូរស័ព្ទហ្នឹងទៅយើង enter មួយមកយើងទៅ view list របស់យើងហ្នឹងឃើញលេខវាមានចូលមកអត់អញ្ចឹងខ្ញុំសាកវាយឲ្យអ្នកទាំងអស់គ្នាមើល